សួស្តីអ្នកគ្នាខ្ញុំរាងថ្ងៃនេះជាថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររបស់យើងហើយជាថ្ងៃឆ្លងនៅតាមវត្តអារាមខ្ញុំបានមកវត្តនឹងគេថ្ងៃណារយៈពេល3ថ្ងៃនេះវីដេអូមានបាទថ្ងៃស្អែកហើយអីមន់នេះយើងដាក់វាតិចៗដើម្បីងាយស្រួលពេលយើងពងទៅឆ្ងាញ់បាទធ្វើប្រឡាក់បំពងបងនេះយើងដាក់ម្សៅដាក់អីទេញ៉ាបងណាតំណើអត់បងតំណើឈ្ងុយឆ្ងាញ់ពិសាមែនតើវីដេអូនេះគេផុសនៅ story ជាមួយខ្ញុំផុសទៅว่าជាអីហ្នឹងខ្ញុំផុសក្រោយគាត់ទេគាត់ផុសខ្ញុំមុនខ្ញុំមួយថ្ងៃហើយនេះគឺមហោបសាច់លីងផ្សេងនេះបាទឈ្ងុយបាទលាយចូលគ្នាជាមួយនឹងមានមាន់ពងសាច់លីងហើយនឹងមូបាញ់ត្រាងបាទនេះមានបន្លែមានក្រូចមានសក់មានអាស្ពៃអីគេនោះស្ពៃឬស្លឹកធំហ្នឹងហើយជាមួយនឹងជីរបស់យើងចម្រុះជីមូបាញ់ត្រាងនេះគេស្គាល់ហ្នឹងមួយឆ្ងាញ់nhauគ្នាហើយបាច់ច្រកស្រោមដៃទេល្អិលបាទយើងដាក់ទ្របផ្លឹកចេកផ្លឹកអីយូរទំនងដែរបងអូនបកាយធ្វើមែនតើបាទនេះមានសាច់មានអីមានបន្លែនៅក្នុងនឹងហើយឆ្នាំណាំបាយអ្នកគ្នាដាក់អូឈ្ងុយឆ្ងាញ់ពិសាមែនតើបងគាត់តែធ្វើទឹកត្រីទឹកត្រីគឺញ៉ាជាតិខាប់ល្អបើមានប៉ុណ្ណឹងទេអ្នកគ្នាពីខ្ញុំតារាសូមអរគុណនិងសូមជម្រាបលាជួបគ្នាថ្ងៃស្អែកថ្ងៃទី17ស្អែកអានេះចូលម្លេងថ្ងៃ15អីទេបាទនៅស្វាយរៀងទេស្អែកយើងថាជាចេញពីវត្តហើយដូចជាទៅមេសាងខាត់ពេរីវែង